តម្លៃហាងឆេងមាសបានចាប់ផ្ដើមធ្លាក់មកគំហុកវិញហើយបងប្អូនតើវាអាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀតឬក៏យ៉ាងណាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃអង្គារ27ខែមករាឆ្នាំ2026យើងឃើញថាតម្លៃហាងឆេងមាសកាលពីម្សិលមិញគឺមានការស្ទុះងើបឡើងខ្លាំងទៅដល់កម្រិត$5,111ក្នុងមួយអោនហើយក៏មានការធ្លាក់ចុះមកបំពេញ gap វិញនៅពេលទៀបភ្លឺចឹងចង់ដឹងថាតើមាសអាចនឹងមានការធ្លាក់ថ្លៃបន្តថែមទៀតឬក៏យ៉ាងណាយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទតើបងប្អូនយើងមកមើលពីបកគោប្រចាំថ្ងៃទៅបងប្អូនសម្រាប់បកគោប្រចាំថ្ងៃបងប្អូនឃើញមាសកាលពីម្សិលមិញបកគោប្រចាំថ្ងៃឡើងទៅខ្លាំងហើយចុះមកវិញបានបិទជាងដូជីតែក្នុងផឹកនេះបើកផ្សារមកគឺវាដាច់ gap ទៅលើអញ្ចឹងវាបានឡើងទៅលើ class សិនមុននឹងធ្លាក់ចុះមកវិញឥឡូវនេះគឺបានធ្លាក់ចុះមកវិញហើយយើងក៏បាន sell មកពី5052មកដែរអញ្ចឹងបងប្អូនឥឡូវកំពុង take profit ហើយប៉ុន្តែបងប្អូនថ្ងៃនេះខ្ញុំមានបច្ចេកល្អមួយសម្រាប់បងប្អូន hold ទុករយៈពេលវែងណាបច្ចេកនេះគឺខ្ញុំធ្វើសម្រាប់បងប្អូនមាន low risk medium risk ហើយ high risk មានន័យថា risk ចន្លោះពី2ទៅ10%ប៉ុណ្ណោះអញ្ចឹងសម្រាប់បច្ចេកនេះខ្ញុំធ្វើសម្រាប់ sell មាសចោះតែម្ដងព្រោះដោយសារមាសបើសិនជាធ្វើ correction នៅក្នុងពេលនេះគឺវាអាចទៅយ៉ាងខ្លាំងណាបងប្អូនព្រោះបច្ចុប្បន្ននេះយើងឃើញយើងមានសញ្ញាលក់ចោះហើយអញ្ចឹងបើសិនជាវាធ្វើ correction យើងវាស់ Fibonacci មក correction ទី1វាយ៉ាងហោចណាស់ក៏ទៅរក$4,790ដែរបាទចឹងវាជាង$200ចឹងសម្រាប់មាសខ្ញុំមើលឃើញថានឹងមានការធ្លាក់ចុះមកវិញនៅក្នុងថ្ងៃនេះបាទនៅក្នុងថ្ងៃនេះនឹងមានការធ្លាក់ចុះមកវិញយើងទៅមើលបកគោរយៈពេល4ម៉ោងបន្តបងប្អូនគោលរយៈពេល4ម៉ោងបន្តយើងឃើញថាតកតងជាមួយនឹងកម្លាំងលក់ចោះគឺមានការលក់ចោះមកវិញហើយបើយើងមើលទៅលើ candlestick pattern ណាគឺបង្ហាញពីកម្លាំងលក់ចោះខ្លាំងហើយនេះក៏ជាសញ្ញា confirm ចុះមកខាងក្រោមវិញដែរចឹងបងប្អូនដែលទិញមានការប្រុងប្រយ័ត្នបន្តិចព្រោះមាសក្នុងថ្ងៃនេះខ្ញុំមើលឃើញនៅមានការធ្លាក់ចុះបន្តបាទអាចមានការធ្លាក់ចុះបន្តហើយបើសិនជាធ្លាក់ចុះខ្លាំងអាចមកដល់តំបន់ខាងក្រោមនេះខ្ទង់$4,900ស្ដើងបាទចឹងបើសិនជាបងប្អូនទិញខ្ញុំបញ្ជាក់ម្ដងទៀតគូមានការប្រុងប្រយ័ត្នបងប្អូនដែលកាន់មាសគីឡូអីអាចលក់យកប្រាក់ចំណេញសិនទៅបាទលោកបានធ្លាក់ធ្វើ correction 400លេខអី500លេខអីយើងអាចទិញបានតម្លៃល្អមកវិញអូខេអញ្ចឹងសម្រាប់បកគោ4ម៉ោងនៅមើលឃើញពីកម្លាំងលក់ចោលបន្តឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បកគោរយៈពេល1ម៉ោងខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់បាទកម្រិតទាបមាន3កម្រិតដែលទី1នៅ$4,985ក្នុងមួយអោនជាកម្រិតទាបដែលបើចោះមកវាអាចនឹងមកប៉ះហើយមកបំពេញ gap តែម្ដងហើយកម្រិតទាបទី2នៅ$4,955ក្នុងមួយអោនកម្រិតទាបទី3នៅ$4,906ក្នុងមួយអោនហើយសម្រាប់កម្រិតខ្ពស់ក៏យើងមាន3កម្រិតដូចគ្នាបងប្អូនកម្រិតដែលយើងអាចធ្វើការលក់ចោះណាមាន$5,084មាន$5,114ហើយកម្រិតខ្ពស់ទី3នៅ$5,163អញ្ចឹងសម្រាប់មាសទិសដៅមាសខ្ញុំមើលឃើញនៅធ្លាក់ចុះបន្តនៅក្នុងព្រឹកនេះបាទអាចនឹងមកប៉ះជាមួយនឹងកម្រិតទាបរបស់វាខាងក្រោមអាចមកប៉ះកម្រិតទាបខាងក្រោមបាទហើយបើសិនជាវាធ្លាយអាចនឹងបន្តទៅក្រោមបន្ថែមទៀតនិយាយទៅ3កម្រិតនេះ possible ប្រហែលជាអាចទៅដល់ដែរក្នុងថ្ងៃនេះបើសិនមានការលក់ចោះខ្លាំងអាចមកដល់$4,900ស្ដើងអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះមានប៉ុណ្ណឹងនៅតែឲ្យធ្វើការលក់ចោះសម្រាប់បងប្អូនកាន់ហាងឆេងក៏ហាងឆេងឬក៏កាន់មាសគីឡូឲ្យចង់បញ្ចេញម្ដងអាចបញ្ចេញមកវគ្គសិនទៅបាទព្រោះចំណេញហើយមកដល់តម្លៃលើនេះគឺដឹងតែចំណេញហើយបងប្អូនដែលចង់បើកគណនីក៏ហាងឆេងមាសបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption បានអាច call ក៏បានអាច message ក៏បានសម្រាប់បងប្អូនដែលចូលរួមវគ្គសិក្សាយើងថ្ងៃទី5ទី6នៅតែអាចបន្តចោះឈ្មោះបានសម្រាប់វគ្គនេះគឺវគ្គថ្មីតែម្ដងបងប្អូនដែលអត់តន់ចេះសោះអីហ្នឹងគឺអាចចូលរួមបានយើងមានការអនុវត្តផ្ទាល់ដូចគ្នាបាទអញ្ចឹងនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ